Good morning ហ្នឹងហើយថ្ងៃនេះពីផាប់ដែរ today ខ្ញុំមាន trip ទៅខេត្តហ្នឹងហើយទៅភ្នំជីសើអញ្ចឹងយើងត្រូវទៅតៃខ្លួនសិនមុនពេលទៅដល់លេងនៅលើភ្នំអូខេចាំមើលបងប្អូន Let's go អូខេសួស្តីមកវិញហើយខ្ញុំ Philly ហ្នឹងហើយថ្ងៃនេះខ្ញុំមកវីដេអូមកជាមួយទៅឡាលេងភ្នំជីសូហ្នឹងហើយរាល់ដងខ្ញុំលេងតែនៅក្នុងពេញតែឥឡូវខ្ញុំទៅឡាលេងនៅក្នុងខេត្តម្ដងតែនេះសកម្មភាពខ្លះៗដែលខ្ញុំត្រូវមុនទៅភ្នំជីសូហ្នឹងគឺថាចាស្បែកជើងអត់ចងទេពីយប់ឡើងគឺថាតាមបើថ្មីយកមកពាក់ថ្មីនឹងពាក់លើ Pass App ហ្នឹងហ្មងអ្នកនរគ្នាចង់និយាយថាអត់ចង់បោះចោលអនុស្សាវរីយ៍คลิกតាមផ្លូវហ្នឹងទេគឺថាដើរលេងបែបតនហន់យប់ឡើងគ្រាន់តែនិយាយគ្នាភ្លាមស្អែកឡើងចេញដំណើរ plan អញ្ចឹងទៅខ្ញុំនេះផ្លេចធៀមពីខ្លួនពីយប់អញ្ចឹងទៅត្រូវចង់ខ្សែស្បែកជើងនៅតាមផ្លូវបណ្ដោយអ្នកនរគ្នាអើយហើយបើនិយាយពីតាមផ្លូវវិញគឺស្ទះហ្មងហើយគឺណាត់គ្នាមក8តែចៃដនអីចុះឡើងធ្លីដល់មក9មូលហេតុដោយសារគឺថាស្ទះផ្លូវហ្នឹងហ្មងអ្នកនរគ្នាហើយជួនណៃមុនខ្ញុំមកទៅដើរលេងនេះខ្ញុំទៅបើកហាងសិនហ៎និយាយទៅមុនដើរលេងតាណាមកណាគឺទំនួលខុសត្រូវមកមុនអ្នកនរគ្នាមុនទៅដើរលេងចានេះហើយកូនបើនេះគឺខ្ញុំហើយនៅបងស្រីខ្ញុំក៏មកដល់ហាងអ្នកនរគ្នាមកដល់គឺចាំមក9ម៉ោងហើយសម្លេងស្វាគមន៍មុនគេគឺមិនម្ចាស់ហាងទេចាគឺឆ្កែម្ចាស់ហាងគឺថាផ្អើភូមិតែម្ដងបើនិយាយពីឆ្កែទាំងបើក្បាលចេះទាំងបើក្បាលឥឡូវគឺយើងកុំអួតច្រើនពេកយើងមកស្ដាប់ពាក្យពិតផងម្ចាស់ហាងវិញថាឆ្កែគាត់យ៉ាងម៉េចយ៉ាងម៉ាដែរណានេះមួយនេះវាតាមមកឈប់សោះឈប់ទៅបងទៅដាក់បានមិនដឹងថាយើងរវល់ហ្នឹងអត់ប្រូហ្មងឈប់ឆុងកាហ្វេមួយជាវាពោវាមួយជាហ្នឹងណាដាក់តានិស័យមានកន្លែងមក3កែវមានតែជ្រក់មួយមានកាហ្វេមួយហើយនឹងសក្តាមួយតែអ្នកនរគ្នាកំងតែជួយណាញោមណាតែសក្តាទៅដល់អ្នកនរគ្នាចង់ញ៉ាំសក្តាមួយនោះមិនតែមានគ្រីមអត់តែទីនេះគ្រីមទៅខាងលើនឹងមកយកទៅឥឡូវយើងកំពុងម្ចាស់គេកំងសក្តាយើងទៅសក្តាចាវីដេអូនេះផ្ទាល់គឺមិនមែនថត vlog ទៅភ្នំជីសូទេអ្នកនរគ្នា vlog នេះគឺជា vlog ឆ្កែតែម្ដងគឺថាខ្ញុំនិយាយពីកាហ្វេគាត់ទៅថតមុខឆ្កែខ្ញុំមិនដឹងថាកាមេរ៉ាមែនគាត់កាត់អីដូចគ្នាហេតុអីបានជាស៊ូមទៅមុខឆ្កែអញ្ចឹងហើយសម្លេងអ្នកនរគ្នាដែលឮមិញទៅមុនមិញហ្នឹងគឺថាសិតតែសម្លេងរៀអត់មានដាក់ម៉ៃហ្មងគឺថាតឹងឆ្កែប្រុសតឹងសម្លេងម៉ូតូអីមកទាំងអស់អ្នកនរគ្នានេះចេះសំណាងគេមានចាក់បាសកុំអីបានដាក់ចូល YouTube ទេអ្នកនរគ្នាតែសម្លេងចិត្តថា voice over មកទៅគេមិនចាក់បាសពួកអីសម្លេងឆ្កែនឹងវាលឺជាងខ្ញុំទៅទៀតអញ្ចឹងទៅមានតែ voice over ហ្នឹងឯងល្អបំផុតហើយខ្ញុំចង់និយាយថានិយាយចំពោះកាមេរ៉ាមែនវិញខ្ញុំខំនិយាយពីរឿងកាហ្វេមិនយកគាត់អត់មានសុំមុខខ្ញុំដែរគឺសុំទៅមុខឆ្កែទេគឺអ្នកនរគ្នាខ្ញុំយល់ពីអ្វីដែលខ្ញុំចង់និយាយថាកាហ្វេឆ្ងាញ់តែជ្រក់ឆ្ងាញ់ហើយនឹងសូកូឡាឆ្ងាញ់ហ៎យល់ទេអ្នកនរគ្នាតែកាមេរ៉ាមែនអត់សុំមុខខ្ញុំទេគាត់សុខចិត្តសុំមុខឆ្កែឡើយកុំថាតែកាមេរ៉ាមែនសំបីតែម្ចាស់ហាងហ្នឹងក៏ងប់ងល់មួយឆ្កែដែរគឺថាមកចាប់ឆ្កែចង់មកឲ្យខ្ញុំបូលូតតែបានអ្នកនរគ្នាហើយណាឆ្កែគាត់ហ្នឹងក៏អញ្ចឹងទៀតនៅខាងលើឡើងព្រុសដល់ពេលចង់មកដល់ឡើងខាងក្រោមឡើងស្ងាត់ឲ្យជ្រាបមិនដឹងថាវាសភាពណាញ៉ែហើយតែឡើងទៅឲ្យវាលោមើលពេលអូមុនទៅព្រមជីសូគឺថាមកអុកលឹកឆ្កែចាចាបងខ្ញុំច្រឡំមុខខ្ញុំមើលចេញមកច្រឡំមុខហ្មងបាទមិនហ្នឹងផឹកសក្តាហើយឆ្ងាញ់ខ្លាំងឥឡូវផឹកនេះចាផឹកម្ចាស់គេគ្រប់គ្នាហ្មងនេះផុសចាយខ្ញុំចាយធំគាត់ផឹកចង់មុខកន្លះគេមិនទៅយកមុខចូលឡើយcon nì xay khóc lên nì xay mình băng ăn nì xay mình giờ chuột nè ba mình lang chụp chia nhưng phật là hô đấy đồ này phật là video bầu nhà nhà mình cream tí nó không能ឆ្ងាញ់ហ្មងកាហ្វេគេញ៉ាំខ្លាំងនេះសៃនេះសៃមិនដាយើងជួបគ្នាចាតែទាំង3ទាំងធមានពីណាគេទុកពីណាទេទាំងបងទាំងប្អូនគឺសាហាវហ្មងតែមិនចេះនិយាយអីណាកាហ្វេគាត់ហើយតែជក់ផុសគាត់ពិតជាឆ្ងាញ់ហ្មងម៉ាក់អ្នកនរគ្នាអើយតែមកពីម្ចាស់កាមេរ៉ាមែនគាត់សុំទៅឆ្កែពេកអញ្ចឹងខ្ញុំក៏សម្រេចចិត្តថា voice over វិញអ្នកនរគ្នាចង់និយាយថាចេះកាហ្វេនេះសៃគឺឆ្ងាញ់ហ្មងអ្នកនរគ្នាគឺថាកាហ្វេគាត់មានជាតិគ្រីមខ្ទិះនៅក្នុងហ្នឹងហើយរសជាតិឆ្ងាញ់ហ្មងបើ
តែជ្រក់វិញគឺជូរជ្រះកមែនតែនគឺថាឆ្ងាញ់បែបអែមសូកូឡាវិញបើនិយាយមកគឺហត់តែអែមជាងនឹងទៀតអ្នកនរគ្នាសូកូឡាចង់និយាយថាហ្នឹងបងស្រីខ្ញុំកំងណាតែខ្ញុំផឹកអត់គាត់ឡើងអស់ហ្មងអ្នកនរគ្នាជំរាបសម្រួលទៅសូកូឡាហ្នឹងគឺខ្ញុំអ្នកស៊ីដាច់នេះអ្នកមានបនមកអ្នកនរគ្នាទីបំផុតគាត់មកយឺតជាងខ្ញុំចាគឺថាមកដល់គឺពឹងពាក់លើគាត់នឹងហើយគឺទៅភ្នំជីសូថ្ងៃនេះគឺថាដោយសារឡានគាត់បានជាអ្នកមានបនមកដល់ហើយយើងត្រូវគោរពគាត់បន្តិចទៅណាដើម្បីគាត់បើកឡានឲ្យយើងបន្តទៀតហ្នឹងហើយហេតុតែជាអ្នកមានបនធ្វើអីគ្រប់សល់សំបីកាន់កាមេរ៉ាក៏គាត់កាន់ឲ្យដែរអ្នកគ្នាបើចង់ឲ្យគេគោរពទៅធ្វើតែអ្នកមានបនដូចគាត់ទៅអត់ខ្វះការងារធ្វើទេគេប្រើច្រើនណាស់ល្មមគាត់មកដល់ហ្នឹងគឺថានាំគ្នាវិច្ចពពេចដាក់ចូលគូតឡានហើយញ៉ាំដើម្បីត្រៀមដំណើរដែរទៅអាចច្រឡំជិះឡានឡើងទៅភ្នំជីសូហ្នឹងហើយអ្នកគ្នានេះអ្នកគ្នាទៀមផុតមកដល់ខេត្តតាកែវហើយគឺថាមកដល់ហ្នឹងក៏ជិះតាមផ្លូវរោផ្លូវឡើងភ្នំជីសូណាគឺថាមកលើកទី1បងក៏ធ្លាប់មកហើយអញ្ចឹងគាត់មើលតាម map ហ្នឹងហើយទោះថាមកច្រើនដងមិនក៏នៅតែមើលតាម map ដែរអ្នកនរគ្នាអាហ្នឹងយើងបង្ការបង្វែងផ្លូវអីភាគច្រើន Google Map គេដឹងច្បាស់ជាងយើងហើយមកដល់ហ្នឹងគឺថាអត់ជឿហ៊ានជឿជាក់លាក់ពេកទេជាមួយ Google Map គឺថាត្រូវតែសួរអ្នកភូមិហ្នឹងហើយមិនត្រឹមតែសួរនៅលេងសើចជាមួយអ្នកភូមិទៀតហើយអ្នកភូមិនៅចិត្តហ្នឹងចិត្តល្អមែនតើនិយាយទៅប្រកែលេងសើចกับប្រកែរស់រីกับប្រកែហើយនឹងទឹកចិត្តល្អក៏ទឹកចិត្តល្អដូចគ្នាហើយអ្នកភូមិហ្នឹងគឺចិត្តល្អត្រង់ថាយើងសួរផ្លូវទៅណាមកណាអញ្ចឹងក៏ឆ្លើយទាំងអស់ប្រាប់យើងថាទៅនេះបាត់ស្ដាំបាត់ឆ្វេងឡើងទៅដល់ណាតាមណាអញ្ចឹងអ្នកនរគ្នាគឺថាទឹកចិត្តល្អមែនតើគាត់អត់មានចិត្តកំណាញ់រឿងប្រាប់ផ្លូវអីទេអ្នកនរគ្នាដល់នេះវិញជីឡើងហួសផ្លូវភ្នំជីសូមកឲ្យមកសួរអូននេះក៏ប្រាប់ថានៅក្រោយណោះហើយចូលតាមផ្លូវសាលាហ្នឹងហើយអ្នកនរគ្នាមានណាគាត់សុំឲ្យអូននឹងគាត់វត្តទៅជួយនាំផ្លូវបន្តិចអូននឹងនាំផ្លូវទៀតអ្នកនរគ្នាណែមិនធម្មតាប្រាប់ផ្លូវហើយសួរអីនិយាយអីឆ្លើយហ្នឹងណានាំផ្លូវទៅទៀតនាំផ្លូវជូនទៅទៀតតែអ្នកភូមិគេចិត្តល្អទឹកចិត្តចឹងហ្មងអ្នកនរគ្នាសុំសរសើរនេះអ្នកនរគ្នាមិនគេហៅថាចំជី content creator មែនគេថារត់ចេញពីឡានដើម្បីចាប់សកម្មភាពឡានជីទៅឡើងភ្នំចាគឺថាបែបហ្មងគ្នាទីបំផុតខ្ញុំអត់បានមកដល់កន្លែងភ្នំជីសូហើយហ្នឹងហើយខ្ញុំអត់ដែលមកភ្នំជីសូពីមុនមកនៅខេត្តតាកែវហ្នឹងហើយសូមភ័យទោសអ្នកនរគ្នាខ្ញុំអត់ដែលមកតែលើកទី1ហើយអីដែលខ្ញុំចង់មកជាពិសេសគឺមកមើលប្រាសាទភ្នំជីសូហ្នឹងហើយឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូវគ្គ1អញ្ចឹងបើអ្នកនរគ្នាចូលចិត្តវីដេអូផងខ្ញុំចង់បានវីដេអូបន្ថែមទៀត complete like subscribe ដើម្បីបានវីដេអូថ្មីហ្នឹងហើយចាំរងចាំមើលវីដេអូវគ្គ2ផងខ្ញុំអូខេ let's go